មនុស្សគ្រប់គ្នាចង់បានសុខភាពល្អចង់បានសេវាសុខាភិបាលប្រកបដោយការគោរពនិងការឲ្យតម្លៃមិនមានភាពភ័យខ្លាចក្នុងការទៅទទួលសេវាក៏ប៉ុន្តែអ្នករងផលប៉ះពាល់ដោយសារសារធាតុញៀននៅមានការខ្លាចរអាមិនហ៊ានទៅទទួលសេវាសុខភាពតាមរយៈនាងខ្ញុំចុះជួបផ្ទាល់និងតាមរយៈទិន្នន័យដែលដឹកនាំដោយសហគមន៍ CLM បានបង្ហាញថាអ្នកដែលរងផលប៉ះពាល់ដោយសារសារធាតុញៀនគាត់នៅតែមិនហ៊ានទៅទទួលសេវាសុខភាពដោយសារទី1គាត់ខ្លាចពេលចាប់នៅពេលដែលធ្វើតេស្តឈាមឃើញថាមានសារធាតុញៀនទី2ការមាក់ងាយនឹងការរើសអើងសម្លៀកបំពាក់របស់គាត់នៅពេលដែលគាត់ជាអ្នកប្រើសារធាតុញៀនដែលគាត់រស់នៅទៅតាមទីសួនសាធារណៈតាមក្រោមស្ពានសម្លៀកបំពាក់របស់គាត់គឺស្លៀកពាក់ដោយមិនមានការសមរម្យអញ្ចឹងការមាក់ងាយការរើសអើងចេញពីសង្គមគឺភាគច្រើនមើលក្រោមមិនឲ្យតម្លៃគាត់ទុកឲ្យគាត់រងចាំក្នុងនាមខ្ញុំជាសហគមន៍ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ខ្ញុំយល់ឃើញថាសម្លេងរបស់ពួកខ្ញុំពុំទាន់ទទួលបានការយកចិត្តទុកដាក់ការផ្ដល់តម្លៃនិងការគោរពពិសេសក្នុងការធ្វើការសម្រេចចិត្តនានាក្នុងចំណោមស្ត្រីដែលធ្វើការនៅតាមសេវាកំសាន្តពួកគាត់នៅតែរងទទួលអំពើហិង្សាដែលតាក់ទងនឹង gender ជាពិសេសគឺក្នុងចំណោមដៃគូស្និទ្ធស្នាលរបស់ពួកគាត់យោងតាមទិន្នន័យនៃយន្តការការតាមដានដែលដឹកនាំដោយសហគមន៍ដែលយើងហៅកាត់ថា CM ហ្នឹងប្រមាណជា 25% ក្នុងចំណោមស្ត្រីដែលធ្វើការតាមសេវាកំសាន្តហ្នឹងពួកគាត់នៅតែរងទទួលអំពើហិង្សាលើ gender ម្យ៉ាងវិញទៀតតាក់ទងនឹងព័ត៌មានឬក៏ចំណេះដឹងផ្សេងៗដែលពាក់ព័ន្ធពីសិទ្ធិសុខភាពបន្តពូជសុខភាពផ្លូវភេទនៅមានកម្រិតដោយសារបទដ្ឋានសង្គមនិងផ្នត់គំនិត gender ដែលដាក់បន្ទុកឲ្យពួកគាត់ហ្នឹងមិនបានធ្វើការជជែកឬក៏ពិភាក្សាទៅលើប្រធានបទទាំងអស់នេះបើយើងទៅតាមទិន្នន័យនៃជំនួយវិទ្យាសាស្ត្រនិងសុខភាពដែលចេញផ្សាយដោយក្រសួងផែនការនៅឆ្នាំ2022បានបង្ហាញថាចំណេះដឹងទាក់ទងជាមួយនឹងសុខភាពផ្លូវភេទនិងសុខភាពបន្តពូជជាពិសេសរឿងការការពារខ្លួនពីការឆ្លងមេរោគអេដស៍ក្នុងចំណោមយុវវ័យនេះគឺនៅមានកម្រិតហើយបញ្ហាមួយទៀតដែលខ្ញុំមើលឃើញគឺថាបងប្អូនដែលគាត់ជាក្រុមប្រជាជនកលឹះឬក៏អ្នកដែលគាត់មានអន្តរអត្តសញ្ញាណងាយរងគ្រោះនឹងគាត់មានបញ្ហាប្រឈមផ្លូវចិត្តនឹងច្រើនមែនទែនហើយបញ្ហាប្រឈមមួយទៀតដែលពួកយើងបាននឹងកំពុងតែជួបប្រទះដែរនឹងគឺកង្វះប្រព័ន្ធគាំពារផ្នែកច្បាប់បងប្អូនដែលគាត់ជាអ្នកប្រកបរបររកស៊ីផ្លូវភេទគាត់នៅតែត្រូវបានសង្គមនឹងចាត់ទុកថាជាការប្រកបរបរខុសច្បាប់ហើយបងប្អូនដែលគាត់ជាអ្នកស្វែងភេទដូចគ្នាពេលដែលគាត់មានបញ្ហាអីមួយគាត់អត់មានច្បាប់ណាមកការពារគាត់ទេព្រោះយើងអត់មានច្បាប់ប្រឆាំងនឹងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នាទេអញ្ចឹងពេលដែលមានណាគេមកមាក់ងាយរើសអើងមកលើអ្នកស្រឡាញ់ភេទដូចគ្នាយើងអត់មានច្បាប់អីធ្វើជាអាវក្រោះដើម្បីការពារខ្លួនរបស់យើងទេម្យ៉ាងវិញទៀតតើអ្នកបានគិតទេថាបើសិនជាគាត់មានអត្តសញ្ញាណងាយរងគ្រោះចម្រុះដូចជាមានផ្ទុកមេរោគអេដស៍ហើយមានពិការភាពឬក៏ក្រុមស្ត្រីផ្លែងភេទមានផ្ទុកមេរោគអេដស៍ហើយមានពិការភាពតើគាត់ប្រឈមនឹងបញ្ហាក្នុងការទៅទទួលសេវាកម្រិតណាហេតុនេះហើយការដាក់បញ្ចូលនិងបញ្ជ្រាបគោលគំនិតជាតិស៊ីទៅក្នុងការរៀបចំគម្រោងសំណើនិងការអនុវត្តសកម្មភាពនានាសម្រាប់គម្រោងមូលនិធិសកលជុំទី8 GCA ពិតជាមានសារៈសំខាន់ណាស់ក្នុងន័យនេះដែរក្នុងនាមខ្ញុំជាតំណាងឲ្យស្ត្រីដែលគាត់ធ្វើការតាមសេវាកំសាន្តនៅក្នុងប្រទេសកម្ពុជាខ្ញុំស្នើសុំឲ្យមានការវិនិយោគការដោះស្រាយលើវិសមភាព gender និងការផាត់ចេញពីសង្គមដោយសារការវិនិយោគនេះវាជាកត្តាលិករដែលចាំបាច់កុំអាចខ្វះបានក្នុងការបញ្ចប់អេដស៍នៅក្នុងប្រទេសកម្ពុជាយើងការវិនិយោគលើសមភាព gender បរិយាបន្នជនមានការភាពបរិញ្ញាប័ន្នសង្គម JC មិនមែនជាជំរឿននោះទេប៉ុន្តែវាគឺជាតម្រូវការចាំបាច់ដើម្បីបញ្ចប់អេដស៍អ្វីដែលជាសំណុំពររបស់ពួកយើងនៅពេលនេះគឺសូមភាគីពាក់ព័ន្ធទាំងអស់សូមមេត្តាដាក់បញ្ចូលគោលគំនិតស្តីអំពីសមភាព gender បរិយាបន្នជនមានពិការភាពនិងបរិយាបន្នសង្គមចូលទៅក្នុងសំណើគម្រោងនៃមូលនិធិសកលជុំទី8នេះដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានផាត់ចេញជាពិសេសជនដែលងាយរងគ្រោះបំផុតដោយឈរលើស្មារតីសិទ្ធិនិយមយើងជឿជាក់ថាពួកយើងទាំងអស់គ្នានឹងរួមគ្នាកសាងសង្គមកម្ពុជាឲ្យក្លាយជាសង្គមដ៏ថ្លៃថ្នូរប្រជាពលរដ្ឋគ្រប់រូបរស់នៅមានសុខភាពមង្គលមានសុខភាពល្អរួមចំណែកសម្រាប់បាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដោយធានាថាគ្មាននរណាម្នាក់ត្រូវបានផាត់ចេញពីក្នុងសង្គមតើអ្នកនិងស្ថាប័នរបស់អ្នកបានដាក់បញ្ចូលឬបញ្ជ្រាបគោលគំនិតទាំងនេះនៅក្នុងគោលនយោបាយគម្រោងកម្មវិធីនិងការអនុវត្តសកម្មភាពផ្សេងៗហើយឬនៅ